សួស្តីអ្នកទាំងគ្នាចឹងធ្វើត្រឡប់មកជួបគ្នាម្ដងទៀតការពីវីដេអូមុនខ្ញុំបានបង្ហាញតកតងទៅនឹងជំនាញ UI UI តើ UI UI គេសិក្សាទៅលើអ្វីហើយអ្វីទៅជា UX អ្វីទៅជា UI ចឹងបើសិនជាអ្នកទាំងគ្នាអត់បានមើលវីដេអូទី1ទេអញ្ចឹងអាចត្រឡប់ទៅមើលវីដេអូដែលខ្ញុំបានសិនចូលគ្រប់ Telegram ចឹងអាចមើលវីដេអូទី1ទៅខ្ញុំនឹងត្រួសបន្ថែមអញ្ចឹងUI UI គឺគេសិក្សាទៅលើការបង្កើតនៅផ្ទៃមុខមាត់ app និយាយខ្លីគឺបង្កើតជា interface app ឬក៏ website ដែលមុននឹងបង្កើត app បានយើងត្រូវគូជាផ្ទៃ interface ខាងមុខសិនបាទអញ្ចឹងយើងថ្ងៃនេះខ្ញុំបង្ហាញតទៅនឹងការបង្កើតនៅ account Figma អញ្ចឹងដើម្បីបង្កើត account Figma បានអ្នកនរគ្នាត្រូវមាន Gmail account បាទអញ្ចឹងFigma ជាកម្មវិធី open source យើងអាចដំឡើងនៅលើ Windows ដំឡើងនៅលើ computer local machine របស់យើងក៏បានទី2យើងអាចប្រើនៅលើ web browser មានន័យថាប្រើនៅលើ browser ផ្សេងៗដូចជា Chrome ដូចជា Firefox អញ្ចឹងណាអញ្ចឹងដំបូងអ្នកនរគ្នាត្រូវមាន Gmail account ជាមុនសិនបន្តមកទៀតអ្នកនរគ្នាត្រូវចូល browser ណាមួយមកឥឡូវខ្ញុំឧទាហរណ៍ខ្ញុំចូល Chrome បាទអញ្ចឹងខ្ញុំចូល account ខ្ញុំមួយទៀតដោយសារ account នេះខ្ញុំមានបង្កើតរួចហើយអញ្ចឹងចូល account មួយទៀតអញ្ចឹងអ្នកនរគ្នាត្រូវមាន Gmail account ណាខ្ញុំបញ្ជាក់ថ្ងៃតិចត្រូវមាន Gmail account បាទត្រូវយើងមាន Gmail account អញ្ចឹងមកហើយយើងវាយកន្លែងនេះមកវាយដាក់ figma.com ចឹងសម្រាប់ការប្រើកម្មវិធី Figma នេះដែរអ្នកនរគ្នាត្រូវ connect ជាមួយអ៊ីនធឺណិតប្រើពេលដែលយើងចង់ design ផ្សេងៗយើងត្រូវ connect អ៊ីនធឺណិតជាមុនសិនណាបើយើងអត់ connect អ៊ីនធឺណិតទេអត់អាចប្រើបានទេអញ្ចឹងដំបូងពេលដែលយើងវាយ figma.com មកវានឹង load ទៅ interface បែបនេះអញ្ចឹងយើងអាចមើល information មើលអីផ្សេងៗបានអញ្ចឹងដំបូងអ្នកនរគ្នាត្រូវចុច login មុនសិនកន្លែងនេះវាមានពាក្យថា login បាទអញ្ចឹងគេឲ្យជំរើសឲ្យយើងទី1អាច continue with Google account មានន័យថា Gmail account របស់យើងឬក៏យើងអាចបង្កើត account មកវាយ email password បាទអញ្ចឹងខ្ញុំ connect ជាមួយនឹង Gmail account លឿនស្រួលចុចលើនឹងមកអញ្ចឹងនេះចូល Gmail account យើងមកបាទចុច continueចឹងរងចាំវាបន្តិចបន្តមកទៀតវានឹងសូផ្ទៃ interface Figma បែបនេះបើសិនជាអ្នកនរគ្នាចេញខុសពីខ្ញុំដោយសារយើងធ្លាប់បង្កើតម្ដងអញ្ចឹងនេះថ្មី account ថ្មីយើងត្រូវដាក់ព័ត៌មានមួយចំនួនសម្រាប់ account របស់យើងចុច continue មកអញ្ចឹងខ្ញុំដាក់ថា learning design អីចឹងទៅ personal project visual how to do the plan use Figma អញ្ចឹងខ្ញុំដាក់ learning មកហើយ which rule best describe you អញ្ចឹងខ្ញុំយកបងប្អូនអាចរើស student ទៅបាទអញ្ចឹងខ្ញុំដាក់ student collection បាទកន្លែងនេះយើងអាចចុច skip បានបាទអញ្ចឹងខ្ញុំដាក់ yes many time បាទកន្លែងនេះបញ្ជាក់កន្លែងនេះតិចគឺ Figma ជាកម្មវិធី open source ក៏ពិតមែនប៉ុន្តែយើងអាចប្រើ starter free trial នេះមានន័យថាយើងប្រើ starter នេះគឺគេ limit Figma វា limit ឲ្យយើងប្រើបានតែ3នាក់ទេ3 file 3 file to work in អញ្ចឹងបច្ចេកមួយហ្នឹងគឺអាច join បាន3នាក់បាទប៉ុន្តែបើយើងចង់ unlimited share ចែកម្លែកបច្ចេករបស់យើងឬក៏ folder របស់យើងដែលយើងបាន design ហ្នឹងទៅអ្នកផ្សេងបាន unlimited មានន័យថា share ទៅឲ្យអ្នកផ្សេងបានច្រើនអញ្ចឹងត្រូវតែ pay លុយណាបាទអញ្ចឹងយើងរៀនដំបូងយើងយក starter សិនមកបាទចុច continue អញ្ចឹងនេះ skip ទៅបាទទៅ interface ដំបូងវានឹងចេញបែបនេះអញ្ចឹងអ្នកនរគ្នាប្រហែលជាចេញចេះដែរអញ្ចឹងត្រឡប់មកមើលខាងលើនេះវិញអានេះគឺជា account របស់យើងអាចដូរ theme នេះ live អាចដូរមកចង់ដាក់ theme dark mode មក light mode ក៏បានបាទអញ្ចឹងអានេះគឺជាការដូរ theme mode
ផ្ទៃ interface របស់ Figma កន្លែង setting នេះណាគេចុចកន្លែង setting យើងនឹងឃើញមានកន្លែងដូរ profile edit profile ដាក់រូបភាពថ្មីចូល change name បាទចង់ដូរឈ្មោះក៏ដាក់ដូរឈ្មោះបានកន្លែងនេះគឺជា email របស់យើងបាទអានេះយើងអាច change role change អីបានណាកន្លែង language អាច change language បើសិនជាយើងចេះភាសាចិនអីចង់ប្រើភាសាចិនយើងអាចដាក់ភាសាចិនចូលទៅក៏បានដែរ theme យើងអាចដាក់ mode ឬកន្លែង mode ដូរកន្លែងមិញហ្នឹងអញ្ចឹងខ្ញុំចង់បញ្ជាក់កន្លែងនេះបន្តិចអញ្ចឹងអ្នកនរគ្នាបើសិនជាចេញខុសពីខ្ញុំនេះកន្លែងនេះគេដាក់ local font enable អញ្ចឹងបើសិនជាកុំព្យូទ័រអ្នកគ្នាមានពាក្យថា download plugin អញ្ចឹងអ្នកគ្នាត្រូវចុចកន្លែងនេះ download plugin ដើម្បីឲ្យយើងប្រើនៅលើ browser នេះទៅដើម្បីឲ្យ font ខ្មែរទាំង font ខ្មែរទាំង font អង់គ្លេសគឺវា record ចេញពី laptop របស់យើងមានន័យថាវា synchronize ពី laptop យើងចូលនៅក្នុង browser ដែលយើងកំពុង design នេះបាទបើយើងអត់បាន install plugin ហ្នឹងទេយើងអាចប្រើ save font ខ្មែរបានទេបាទព្រោះវាត្រូវ synchronize ជាមួយនឹង laptop font របស់យើងណាបាទនេះរបស់ខ្ញុំមាន 3755 font laptop របស់ខ្ញុំបាទអញ្ចឹងអានេះកន្លែង setting នេះមានតែប៉ុណ្្នឹងទេអញ្ចឹងកន្លែង notification security យើងអាចកំណត់អីផ្សេងៗអានេះកន្លែង security យើង check មើលថាអ្នកណាគេប្រើ account នឹងខ្លះប្រើ account របស់យើងណាបាទអញ្ចឹង notification នេះអាចដូចជាអត់មានអីទេបាទអញ្ចឹងខ្ញុំបិទវិញអញ្ចឹងកន្លែងនេះគឺជាការបង្កើតនៅកន្លែងបញ្ចេញរបស់យើងឃើញគេដាក់កន្លែងនេះគេដាក់ឈ្មោះយើងហើយteam អញ្ចឹងមានន័យថាយើងបង្កើត team យើងបង្កើត team បញ្ចេញយើងចង់មានបញ្ចេញហ្នឹងបង្កើតជា team ទៅឧទាហរណ៍ថាយើងមាន2 team ឬក៏3 team បង្កើត team មួយក្នុងមួយ team អាចមាន3នាក់បាទអញ្ចឹងយើងអាចមួយ team នេះឧទាហរណ៍ថាឥឡូវខ្ញុំមាន team របស់ខ្ញុំនេះឈ្មោះខ្ញុំហើយ team អញ្ចឹងទៅតែនេះ free នេះកុំតន់ខ្វល់ពីវាដោយសារ free យើងប្រើរបស់ free គឺជួញបាន3នាក់អញ្ចឹងមួយ team នេះអញ្ចឹងកន្លែង trash នេះគឺជាកន្លែងដែលផ្ទុកបច្ចេករបស់យើងបាទផ្ទុកបច្ចេកផ្សេងៗដែលយើងបាន save វានឹង save auto នៅក្នុង trash នេះបាទកន្លែង all បច្ចេកគឺបច្ចេកដែលយើងមានន័យថាយើងធ្លាប់បង្កើតបច្ចេកផ្សេងៗវានឹង store នៅក្នុងកន្លែងនេះបាទ trash កន្លែង trash នេះគឺកន្លែងដែលយើងបានលុបបច្ចេករបស់យើងឧទាហរណ៍ថាយើងបង្កើតបច្ចេក2នាទីមុនហ្នឹងហើយយើងចុច delete ស្រាប់តែយើងចង់ recovery វាមកវិញយើងអាចចូលកន្លែង trash ហ្នឹងទៅហើយយើងអាច recovery វាមកវិញបានណាអញ្ចឹងខាងក្រោមនេះឃើញមានពាក្យថា new plan នេះគឺយើងដឹងហើយមិញគឺ starter គឺប្រើបានតែ3នាក់ទេបាទ starter អញ្ចឹងកន្លែងនេះអត់មានអីបង្ហាញទេហើយកន្លែងនេះយើងឃើញមាន team បច្ចេកអញ្ចឹងយើងចង់បង្កើត team បច្ចេកអញ្ចឹងក្នុង team បច្ចេកនេះយើងអាច share ទៅឲ្យអ្នកផ្សេង share យើងអាចចុចកន្លែង share នេះមកអញ្ចឹងឃើញកន្លែងនេះ one person ឃើញទេអញ្ចឹង anyone ក្នុង team នេះមានមួយទេអញ្ចឹងយើងចង់ share ឲ្យអ្នកផ្សេងយើងចុចកន្លែង change access នេះឲ្យគាត់edit បានឬក៏ឲ្យគាត់ត្រឹមតែ view ឬក៏មិនយើងអាចកំណត់នៅកន្លែងនេះបានណាបាទមួយទៀតយើងអាចនេះពេលដែលយើងចង់ share ទៅអ្នកផ្សេង2អ្នកទៀតយើងអាចសុំ email ពីគាត់មកហើយវាយ email បញ្ចូលទៅ send invite ទៅយើង invite email ហ្នឹងទៅគាត់ទៅហើយឲ្យគាត់ចូល Gmail ចុច join អញ្ចឹងកន្លែងនេះមាន3នាក់ណាបញ្ជាក់គឺ Figma វាឲ្យយើងបានតែ3នាក់ទេអញ្ចឹង limit អញ្ចឹងអាចវាយក្នុងមួយ team យើងមាន3នាក់ assignment អញ្ចឹងដែរគឺយើងមាន3នាក់អញ្ចឹងយើងវាយ email 2នាក់ទៀតបញ្ចូលមកឲ្យគាត់ access ចូលក្នុងបច្ចេកហ្នឹងតែមួយបានបាទអញ្ចឹងកន្លែងនេះខ្ញុំដូចជាអត់មានអីទៀតទេហើយយើងមើលខាងស្នាមដៃនេះវិញគឺនេះគេកំណត់ថាបច្ចេកគឺមានតែមួយទេពេញហើយអញ្ចឹង design file អាចបាន3ណាបាន3បាទ1លើ3អញ្ចឹងខ្ញុំមិនមានតែម្នាក់ឯងទេហើយយើងអាច invite គេ2នាក់ទៀតមកអញ្ចឹងគ្រប់ហើយ3នាក់បាទកន្លែងនេះយើងអាចដូរមកដូរឈ្មោះបច្ចេករបស់យើងនេះចុចកន្លែង setting នេះ team នេះដូរឈ្មោះដាក់អីដាក់ទៅណាដូចជា app អីគេ mobile app អីតាក់ទងនឹង food delivery ឬក៏ bank app អីយើងអាចដាក់ rename ទៅនឹងបានបាទអញ្ចឹងកន្លែងនេះមានប៉ុណ្ណឹងខ្ញុំចូលកន្លែង recent វិញបាទកន្លែង recent គឺយើងឃើញហើយនៅខាងលើនេះគឺមានពាក្យ design fixture slide មាននេះFigma វាទំ update feature ថ្មីអញ្ចឹងខ្ញុំអត់តាមបានប្រើដែរទេកន្លែងនេះអញ្ចឹងការ design របស់យើងគឺយើងប្រើកន្លែងនេះខាងមុខនេះមានពាក្យថា design ណាFigma
ឥឡូវវា update ថ្មីទៅមានដាក់ slide ដែរអញ្ចឹងយើងចង់ធ្វើ slide យើងចង់ presentation យើងមិនបាច់ចាំប្រើ PowerPoint ប្រើ Canva ដូចមុនទៀតទេយើងអាច design slide នៅក្នុង Figma ក៏បានដែរបាទអញ្ចឹងខ្ញុំមិនដែលបានប្រើដែរទេខ្ញុំប្រើតែកន្លែង design នេះយើងចង់ design យើងចុចកន្លែង design ហ្នឹងមកអញ្ចឹងខ្ញុំនឹងបញ្យល់បន្ថែមតទៅនឹងការប្រើ tool ផ្សេងៗនៅក្នុង Figma